Hello everybody, welcome back to our English grammar course, and today's lesson is about lesson 2, present continuous passive voice. Okay. ចឹងសូមស្វាគមន៍បងប្អូនសិស្សានុសិស្សទាំងអស់គ្នានៅក្នុង group ភាសាអង់គ្លេសរបស់យើងហើយនៅថ្ងៃនេះគឺមេរៀនរបស់យើងគឺមេរៀនទី2ចំណងជើងរបស់យើងគឺ present continuous passive គឺបច្ចុប្បន្នកាលកំពុងបន្តប៉ុន្តែនៅក្នុងទម្រង់ល្បាតកាត់អូខេនៅក្នុងចំណងជើងនេះខ្ញុំភ្លេចដាក់ពាក្យថា passive អូខេ Yeah, so let's go to the definition everybody. Definition និយមន័យ we use the present continuous to talk about something which is happening around the time of speaking យើងប្រើប្រាស់ present continuous ដើម្បីនិយាយពីសកម្មភាពមួយដែលវាកំពុងតែកើតឡើងនៅគណៈពេលដែលយើងកំពុងតែនិយាយចំទៅគឺការប្រើប្រាស់របស់ active voice និង passive voice គឺដូចគ្នាទេអញ្ចឹងនិយមន័យនេះគឺដដែលទេខ្ញុំអត់បានផ្លាស់ប្ដូរទេគ្រាន់តែថាយើងចាំចំណុចពេលណាដែលយើងប្រើ passive voice គឺនៅពេលដែលយើងចង់បង្ហាញបញ្ជាក់ន័យទៅលើកម្មបទហើយនឹងសកម្មភាពជាជាងប្រធានប៉ុណ្ណឹងទេអូខេ affirmative ទម្រង់ស្រប subject plus be ambisar plus being plus verb 3 plus object. Okay. For examples, the car is being washed by my dad. ឡាននេះត្រូវបានលាងសម្អាតដោយប៉ារបស់ខ្ញុំ The picture of him is being taken. រូបភាពរបស់គាត់គឺកំពុងតែត្រូវបានថត Yeah. A poem is being written by me. កំណាព្យនេះអូខេកំពុងតែត្រូវបានសរសេរដោយខ្ញុំ Football is being played by us កីឡាបាល់ទាត់គឺកំពុងតែត្រូវបានលេងដោយយើង The flowers are being watered by her ផ្កាទាំងនោះគឺកំពុងតែត្រូវបានស្រោចទឹកដោយនាងអូខេ That's all. Move to negative form. Subject plus be plus not plus being plus verb 3 and object អញ្ចឹងសម្រាប់ការបដូរទៅជា negative form យើងគ្រាន់តែដាក់ not នៅបន្ទាប់ពីកិរិយាសព្ទ to be អូខេអញ្ចឹងជាការស្រេចហើយនឹងខ្លះជាទម្រង់បដិសេធ Example the car is not being washed by my dad ឡាននេះមិនមែនកំពុងតែសម្អាតដោយឪពុករបស់ខ្ញុំទេ The picture of him is not being taken រូបភាពរបស់គាត់គឺមិនត្រូវបានកំពុងតែគេថតនោះទេ A poem is not being written by me កំណាព្យមួយនេះគឺមិនមែនកំពុងតែសរសេរដោយខ្ញុំនោះទេ Football is not being played by us បាល់ទាត់គឺមិនមែនកំពុងលេងដោយពួកយើងទេ The flowers are not being watered by her ផ្កាមិនមែនកំពុងតែស្រោចទឹកដល់នាងនោះទេអូខេយើងបកប្រែអញ្ចឹងមកដោយសារតែវាជាទម្រង់ល្បាក់កាន់យើងបកប្រែឲ្យស្ដាប់ន័យទៅគឺប្រធាននៃកិរិយាសព្ទនេះគឺវារងអំពើដោយកម្មបទវិញអូខេ Yeah so move to interrogative form ទម្រង់សំណួរយើងលើក to be មកដាក់នៅខាងមុខ be plus subject plus being plus verb 3 object and question mark For examples Is the car being washed by dad តើឡាននេះត្រូវកំពុងតែសម្អាតដោយប៉ាមែនទេ Is the picture of him being taken តើរូបរបស់គាត់ហ្នឹងកំពុងតែត្រូវបានគេថតមែនទេ Is the poem being written by you តើកំណាព្យនេះកំពុងតែសរសេរដោយអ្នកមែនទេIs the football being played by them តើបាល់ទាត់កំពុងតែលេងដោយពួកគេឬ Are those flowers being watered by her តើផ្កាទាំងនោះកំពុងតែស្រោចទឹកដោយនាងឬ Yeah so that's all for interactive form so that's all for the lesson today everybody so I would like to say thank you so much for paying attention to this video lesson Hope to see you next time. Have a great day, everybody.